បាទជំរាបសួរបងប្អូននៅក្នុងបណ្ដាញសង្គមទាំងអស់វីដេអូនេះគឺទស្សន៍ទាយអ្នកកើតថ្ងៃច័ន្ទខែមករាឆ្នាំជូតហើយការទស្សន៍ទាយនេះគឺផ្ដោតទៅលើការរកស៊ីការងារសុខភាពសម្ពាយប៉ុនស្នេហាដៃគូជីវិតការរស់នៅជាមួយគ្នាការសេពគប់គ្នានិងរាសីមុននឹងធ្វើការទស្សន៍ទាយខ្ញុំសូមឲ្យបងប្អូនជួយ share វីដេអូនេះម្នាក់មួយហើយដាក់បេះដូងម្នាក់មួយផងណាបងប្អូនណាសូមអរគុណបើមើលទៅតាមជើងលេខថ្ងៃខែឆ្នាំកំណើតយើងឃើញថាពេលដែលលោកអ្នកកើតមកឪពុកម្ដាយរបស់លោកអ្នករកស៊ីឡើងបើជាអ្នកធ្វើស្រែចម្ការគឺធ្វើស្រែបានផលច្រើនបើជាអ្នកធ្វើការគេថាត្រូវឡើងតួនាទីឬក៏ប្រាក់ខែបើជាអ្នករស់ស៊ីនឹងរស់ស៊ីត្រូវប៉ាន់អ្វីមួយនៅក្នុងឆ្នាំដែលលោកអ្នកកើតមកនោះលោកអ្នកមានសុខភាពល្អតាំងពីក្មេងរហូតដល់ចាស់លោកអ្នកជាមនុស្សសនុកតាំងពីក្មេងរហូតដល់ចាស់ចំពោះការរកស៊ីបើលោកអ្នករកស៊ីជាមួយមនុស្សរាងខ្ពស់ស្រឡះល្អជាងជាមួយមនុស្សរាងទាបឬក៏ទឿដោយសារមនុស្សរាងខ្ពស់ស្រឡះមានចិត្តស្មោះត្រង់នឹងលោកអ្នកហើយមានធាតុត្រូវជាមួយនឹងលោកអ្នកទៀតផងចំពោះការងារវិញបើលោកអ្នកធ្វើការជាមួយមនុស្សរាងខ្ពស់ស្រឡះល្អជាងធ្វើការជាមួយមនុស្សរាងទាបឬក៏ទឿដោយសារមនុស្សរាងខ្ពស់ស្រឡះតែងតែស្រឡាញ់ចូលចិត្តលោកអ្នកហើយនឹងជួយជ្រោមជ្រែងលោកអ្នកឲ្យបានធ្វើការធំទៀតផងតែបើលោកអ្នកធ្វើការជាមួយមនុស្សរាងទាបឬក៏ទឿច្រើនតែមិនសូវត្រូវធៀបគ្នានិងនិយាយមិនសូវស៊ីសង្វាក់គ្នាប៉ុន្មានទេចំពោះដៃគូជីវិតវិញអ្នកឆ្នាំជូតគួរយកមនុស្សឆ្នាំមមែឆ្នាំរោងឆ្នាំវកឆ្នាំចឆ្នាំឆ្លូវនិងឆ្នាំកោហើយបើលោកអ្នកបានដៃគូជីវិតជាមនុស្សរាងខ្ពស់ស្រឡះល្អជាងបានដៃគូជីវិតជាមនុស្សរាងទាបឬក៏ទឿដោយសារមនុស្សរាងខ្ពស់ស្រឡះមានចិត្តស្មោះត្រង់នឹងលោកអ្នកហើយមានធាតុត្រូវជាមួយនឹងលោកអ្នកទៀតផងតែបើមើលទៅតាមជើងលេខថ្ងៃខែឆ្នាំកំណើតយើងឃើញថាលោកអ្នកត្រូវបានដៃគូជីវិតហ្នឹងឯងគឺជាមនុស្សមធ្យមទេហើយដៃគូជីវិតនោះមិនសូវចិត្តបាននឹងក្រុមគ្រួសាររបស់លោកអ្នកទេចំពោះស្នេហាវិញលោកអ្នកគឺជាមនុស្សមានជម្រើសច្រើននៅក្នុងការរើសដៃគូជីវិតតែលោកអ្នកគឺជាមនុស្សសម្លឹងខ្ពស់នៅក្នុងការជ្រើសដៃគូជីវិតចំពោះការរស់នៅជាមួយគ្នាលោកអ្នកគឺជាមនុស្សសម្បូរញាតិពូកែនិយាយលួងលោមយកចិត្តដៃគូណាស់ចំពោះការពឹងអាស្រ័យគ្នាដូចជាមិត្តភ័ក្តិបងប្អូនញាតិសន្តានឬអ្នកដទៃក្តីលោកអ្នកគួរទៅរកមនុស្សរាងខ្ពស់ស្រឡះពឹងពាក់បានជាងមនុស្សរាងទាបឬក៏ទឿចំពោះសម្ពាយបុណ្យលោកអ្នកមានសម្ពាយបុណ្យមធ្យមធ្វើការក្តីរកស៊ីក្តីគឺបានមធ្យមនៅក្នុងឆ្នាំ2026នេះរាសីរបស់លោកអ្នកគឺល្អមធ្យមរកស៊ីក្តីធ្វើការក្តីគឺបានមធ្យមខ្ញុំសូមបញ្ចប់វីដេអូប៉ុណ្ណេះបើសិនជាលោកអ្នកមានសំណួរដាក់ចូលទៅក្នុង comment ឬឆាតតាម Telegram លេខ016 668486សូមអរគុណ